សួស្តីអ្នកទាំងអស់គ្នាពេលនេះយើងមកបន្តរឿង Dragon Ball Z ជាបន្តទៀតមុននឹងចូលទៅកាន់ការបកស្រាយខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយចុច like និង subscribe ម្នាក់មួយផងកុំឲ្យខាតពេលវេលាយូរចូលទៅកាន់ការបកស្រាយទាំងអស់គ្នាការពិភាក្សាមុន Gohan Krillin និង Vegeta ធ្វើការប្រយុទ្ធជាមួយ Frieza ស្របពេលនឹងដែរ Piccolo ក៏ធ្វើដំណើរមកដល់ហើយក៏បបួល Frieza ប្រយុទ្ធគ្នាមួយស្មើនៅក្នុងវគ្គនេះដែរ Piccolo ក៏ធ្វើការស្ទុះចូលទៅរក Frieza យកតែម្ដងដោយមិនឲ្យខាតពេលវេលាយូរទេការប្រយុទ្ធរបស់ពួកគេមើលទៅហាក់បីដូចជាស្មើដៃគ្នាមែនទែនហើយនិយាយបានថា Piccolo រៀងមានព្រៀបបន្តិចធ្វើឲ្យ Gohan និង Krillin សប្បាយចិត្តខ្លាំងមែនទែនដោយគិតថា Piccolo ប្រហែលជាអាចយកឈ្នះទៅលើ Frieza បានតែពេលនោះ Frieza ក៏វាយ Piccolo ឲ្យខ្ទប់ទៅនឹងថ្មរួចក៏បាញ់ Blast ជាច្រើនបន្ថែមទៀតធ្វើឲ្យទីនោះផ្ទុះខ្លាំងមែនទែនបន្ទាប់ពីផ្សែងរលាយអស់យើងឃើញថា Piccolo គេនៅមិនទាន់ស្លាប់ទេ Vegeta វិញឃើញបែបនេះក៏ហោះយ៉ាងលឿនដើម្បីរត់ចាក់ចេញពីទីនេះតែក៏ត្រូវ Frieza ស្ទាក់គេជាប់រាងកាយរបស់ Vegeta វិញគឺថាឡើងញ័រអស់ហើយFrieza ក៏និយាយថាគេសោកខ្លាំងណាស់នៅពេលដែលនរណាគេម្នាក់ចាក់ចេញពីគេដែលមិនបាននិយាយពាក្យលារួច Frieza ក៏មាត់ Vegeta មួយដៃចំកណ្ដាលពោះហើយក៏រុញគេទម្លាក់មកខាងក្រោមវិញ Frieza ក៏ហៅមករក Piccolo ហើយក៏និយាយថាមុននឹងគេមានធ្លាក់បន្តិចពួកគេក៏បន្តប្រយុទ្ធគ្នាទៀតDendeដែលឈរមើលការប្រយុទ្ធគ្នាមួយនេះក៏ចាប់អារម្មណ៍ថា Piccolo មានរូបរាងដូចជា Nail ពួកគេក៏ប្រយុទ្ធគ្នារហូតដល់ចូលទៅក្នុងទឹកមួយសន្ទុះក្រោយមកក៏ឃើញថាមានតែ Frieza តែប៉ុណ្ណោះដែលបានហោះចេញមកពីក្នុងទឹកវិញឃើញបែបនេះធ្វើឲ្យ Gohan ព្រួយបារម្ភខ្លាំងមែនទែនពេលដែល Piccolo ចេញពីក្នុងទឹកវិញក៏ត្រូវ Frieza បាញ់ថាមពលអ្វីម្យ៉ាងទៅកាន់គេតែឃើញថា Piccolo ក៏មានបញ្ហាទេឃើញថា Piccolo នៅបន្តងើបមកប្រយុទ្ធជាមួយគេបែបនេះធ្វើឲ្យ Frieza ខឹងខ្លាំងមែនទែនក៏ស្ទុះចូលទៅចាប់ Piccolo ក៏និយាយឌឺគេថាតែឯងមានឆ្ងល់ទេមិនបានជាយើងអាចដឹងអំពីក្បាច់របស់ឯងស្រាប់តែពេលហ្នឹងសម្លេងរបស់ Piccolo ក៏បដូរទៅជាសម្លេងរបស់ Nail វិញធ្វើឲ្យ Frieza នឹកឃើញថាសម្លេងនេះគឺជាសម្លេង Namekian ដែលគេបានប្រយុទ្ធជាមួយមុនពេលដែលគេធ្វើដំណើរមកទីនេះ Nail ក៏និយាយថា Piccolo ហើយនឹងគេគឺមានរាងកាយជាមួយគ្នារួច Piccolo ក៏បញ្ចេញនូវថាមពល Ultimate របស់គេធ្វើឲ្យ Frieza ចាប់ផ្ដើមញ័រខ្លួនហើយរួច Piccolo ក៏វាយ Frieza ត្រូវជាច្រើនដៃ Frieza ក៏បាញ់ Blast មួយយ៉ាងធំមកកាន់ Piccolo ប៉ុន្តែក៏ត្រូវ Piccolo វាយ counter ត្រឡប់ទៅវិញធ្វើឲ្យ Frieza ត្រូវ Blast របស់ខ្លួនឯងបន្ទាប់ពីផ្សែងរលត់អស់ឃើញថា Frieza គេអត់មានបញ្ហាទេប៉ុន្តែគេខឹងនឹង Piccolo ខ្លាំងមែនទែននៅសុកស្រាប់តែ Frieza វាយ Piccolo ត្រូវជាច្រើនដៃមិនអាចឲ្យ Piccolo តដៃឬមួយក៏កិច្ចតាន់ទេបន្ទាប់ពីត្រូវ Frieza វាយឡើងទួសាច់ហើយ Piccolo ក៏ដោះអាវក្រៅរបស់គេចេញហើយក៏ដំឡើងថាមពលរបស់គេបន្ថែមទៀតពួកគេក៏បន្តប្រយុទ្ធគ្នាទៀតប៉ុន្តែ Frieza ក៏ចូលក្បាច់របស់ Piccolo ក៏ត្រូវ Piccolo វាយគេទម្លាក់ចូលមកខាងក្រោមវិញមួយទំហឹង Krillin និង Gohan ពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលគេឃើញបែបនេះព្រោះថាពួកគេគិតថា Piccolo បានយកឈ្នះទៅលើ Frieza ហើយចំណែកឯ Vegeta វិញគេក៏ញញឹមព្រោះថានៅពេលដែល Frieza ស្លាប់នោះគេនឹងសម្លាប់គ្នារបស់ Goku ចោលទាំងអស់ Piccolo ក៏បាញ់ Blast របស់គេជាច្រើនបន្ថែមទៀតដើម្បីឲ្យច្បាស់ថា Frieza ស្លាប់តែនៅពេលដែលពួកគេងាកទៅខាងលើក៏ឃើញថា Frieza កំពុងតែនៅទល់មុខ Piccolo ទៅវិញធ្វើឲ្យ Piccolo ចាប់ផ្ដើមបែកញើសបណ្ដាហើយ Frieza ក៏ប្រាប់ Piccolo ថាការសម្ងាត់នៃថាមពលរបស់គេគឺជាការប្រែកាយដោយរាល់ពេលដែលគេប្រែកាយនោះថាមពលរបស់គេនឹងកាន់តែកើនឡើងអញ្ចឹងហើយរាល់ពេលដែល Piccolo វាយគេឲ្យត្រូវរបួសឬមួយក៏យកឈ្នះទៅលើគេវាគ្រាន់តែជាការយកឈ្នះទៅលើរូបរាងកាយដ៏អន់របស់គេតែប៉ុណ្ណោះ Frieza ក៏បន្តទៀតថាពួកយើងប្រយុទ្ធគ្នាដូចជាយូរដែរហើយអញ្ចឹងវាដល់ពេលហើយដែលយើងត្រូវសម្លាប់ឯង Frieza ក៏ប្រាប់ឲ្យ Piccolo ថយក្រោយបន្តិចព្រោះតែគេនឹងប្រែកាយទៅជារូបរាងចុងក្រោយរបស់គេបន្ទាប់ពីប្រាប់ហើយ Frieza ក៏ធ្វើការប្រែកាយទៅជារូបរាងមួយទៀតដែលជារូបរាងចុងក្រោយរបស់គេ Ah!
បន្ទាប់ពីប្រែកាយរួចហើយ Frieza ក៏សួរ Piccolo ថាតើសម្រស់របស់យើងយ៉ាងម៉េចដែរប្រហែលជាយើងមិនអាចយកឈ្នះផ្នែកខាងសម្រស់បានទេប៉ុន្តែយើងអាចយកឈ្នះទៅលើឯងបាននិយាយរួច Frieza ក៏ស្ទុះចូលទៅប្រយុទ្ធយកតែម្ដងជាមួយនឹងរូបរាងថ្មីរបស់គេ Frieza វាយមិនឲ្យ Piccolo អាចតដៃឬមួយក៏រត់ចាកចេញពីគេបានទេបើយើងមកមើលវិជីថាវិញគេបានសម្លឹងមើលទៅកាន់ Dende រួចក៏ញញឹមមិនដឹងថាគេមានកំណត់ចង់ធ្វើអីទេត្រឡប់មកការប្រយុទ្ធគ្នាវិញ Piccolo ហាក់បីដូចជាបើកខ្សាច់សម្រាប់ Frieza វាយលេងអញ្ចឹងគឺថាបាញ់មិនឲ្យ Piccolo អាចកិច្ចឬមួយក៏តដៃវិញបានទេបើមើលទៅគឺថាឡើងសោះសាច់អស់ហើយ Gohan ដែលឈរមើលការជឿចាប់របស់ Piccolo អត់បានក៏ស្ទុះចូលទៅរក Frieza Krillin ក៏ចង់ហោះទៅតាមដែរតែក៏ត្រូវវិជីថាចាប់ជើងគេមិនឲ្យទៅ Krillin ក៏ព្យាយាមស្រែកឲ្យ Gohan ត្រឡប់មកវិញដែរប៉ុន្តែ Gohan អត់ខ្វល់ទេដោយសារតែពេលនេះគេខឹងជាមួយ Frieza ខ្លាំងមែនទែន Krillin ក៏ព្យាយាមហោះទៅតាមទៀតតែវិជីថាក៏បន្តខាត់គេមិនឲ្យទៅវិជីថាក៏ប្រាប់ថាបើសិនជាគេចង់ជួយគ្នារបស់គេមិនត្រូវទៅប្រយុទ្ធជាមួយ Frieza ទេដោយកំណត់របស់វិជីថាគឺគេចង់ឲ្យ Krillin វាយគេឲ្យត្រូវរបួសរួចប្រើប្រាស់ធម៌ពលព្យាបាលរបស់ Dende ព្យាបាលទៅលើគេនៅពេលនោះគេនឹងក្លាយទៅជា Super Saiyan ពិតប្រាកដ Gohan ក៏ជួយ Piccolo ចេញពី Frieza បានសម្រេចរួចក៏បាញ់ធម៌ពលរបស់គេទៅកាន់ Frieza តែ Frieza វិញគេអត់កិច្ចទេក៏ឈរទប់ទល់ជាមួយនឹងធម៌ពលមួយនោះរៀបនឹងយកឈ្នះទៅលើ Frieza បានហើយស្រាប់តែ Frieza ក៏រុញធម៌ពលនោះមករក Gohan វិញតែសំណាងអីពេលនោះ Piccolo ក៏មកជួយ Gohan តន់ធ្វើឲ្យក្របបលាសជាច្រើនដែលស្ថិតនៅក្នុងធម៌ពលមួយនោះហោះបែកខ្ចាយពេញនឹង Frieza គេពិតជាឆ្ងល់មែនទែនថា Gohan គឺជាកូនរបស់ពីណាគេព្រោះថាគេមានធម៌ពលខ្លាំងជាងសេនដទៃទៀតដែលគេបានប្រយុទ្ធជាមួយហើយ Frieza ក៏កាន់តែឆ្ងល់ថែមទៀតព្រោះថាគេបានសម្លាប់ពូសេននោះហើយលើកលែងតែវិជីថាតែប៉ុណ្ណោះមិនបានជានៅមានវត្តមានសេនដទៃទៀតអញ្ចឹងវិជីថាក៏បង្ខំឲ្យ Krillin វាយគេឲ្យត្រូវរបួសរហូតដល់ជិតស្លាប់ព្រោះថាពូសេនបន្ទាប់ពីពួកគេព្យាបាលជាអំពីរបួសធ្ងន់នៅពេលដែលពួកគេប្រយុទ្ធគ្នារួចនោះធម៌ពលរបស់ពួកគេនឹងកើនឡើងកាន់តែខ្លាំងជាងមុនវិជីថាក៏ឲ្យ Krillin កាប់ទ្រឹងមួយក៏ទម្លុះខ្លួនរបស់គេក៏បានដែរធ្វើម៉េចឲ្យតែរបួសនោះអាចធ្វើឲ្យគេស្លាប់បាន Krillin វិញគេក៏ប្រកែកព្រោះថាទោះបីជាគេស្ដាប់វិជីថាក៏ពិតមែនប៉ុន្តែគេមិនដាច់ចិត្តនៅក្នុងការវាយវិជីថាទេហើយណាមួយបន្ទាប់ពីគេឃើញធម៌ពលរបស់ Gohan ហើយគេជឿជាក់ថា Gohan អាចប្រយុទ្ធជាមួយ Frieza បានវិជីថាក៏ប្រាប់ថាបន្ទាប់ពីការបាញ់ធម៌ពលដ៏ធំមុនហ្នឹង Gohan អស់ធម៌ពលពីក្នុងខ្លួនហើយស្របពេលនឹងដែរ Frieza ក៏ប្រាប់ពួកគេឲ្យត្រៀមខ្លួននៅក្នុងការប្រឈមមុខជាមួយនឹងរូបរាងរបស់គេមួយទៀតដែលមានឈ្មោះថា Ultimate Transformation Frieza ក៏ចាប់ផ្ដើមប្រែកាយស្របពេលនឹងដែរ Krillin ក៏ធ្វើការបាញ់ទម្លុះរាងកាយរបស់ Vegeta ដោយសារតែ Vegeta បង្ខំគេខ្លាំងពេកសកម្មភាពនេះធ្វើឲ្យ Gohan និង Piccolo ឆ្ងល់ខ្លាំងមែនទែន Gohan ក៏នាំ Piccolo ចុះមកខាងក្រោមដើម្បីឲ្យ Dende ព្យាបាលគេតែបែរជាមិនឃើញ Dende មកមើល Dende វិញពេលនេះ Vegeta កំពុងតែបង្ខំគេឲ្យព្យាបាលខ្លួនតែ Dende ក៏បដិសេធព្រោះថាធម៌ពលព្យាបាលរបស់គេអាចព្យាបាលបានតែអ្នកដែលមានបេះដូងល្អតែប៉ុណ្ណោះចំណែកឯ Vegeta វិញបេះដូងរបស់គេគឺពោពេញទៅដោយភាពងងឹតនៃមនុស្សដែលគេបានសម្លាប់ Dende ក៏ធ្វើការហោះចាចេញពីទីនោះធ្វើឲ្យ Vegeta ខឹងខ្លាំងមែនទែនតែគេមិនអាចធ្វើអីបាននៅតាមផ្លូវ Krillin ក៏ប្រាប់ពីមូលហេតុដែលគេបាញ់ទម្លុះខ្លួនរបស់ Vegeta ស្របពេលនឹងដែរ Dende ក៏បានហោះកាត់ពួកគេហើយពួកគេក៏ឃើញ Vegeta ស្លាប់នៅក្បែរនោះផងដែរ Dende វិញក៏ធ្វើការព្យាបាល Piccolo សកម្មភាពព្យាបាលនេះក៏បានឃើញដោយ Frieza ដែលកំពុងតែប្រែកាយផងដែរ Piccolo ក៏អរគុណទៅដល់ Dende ដែលបានព្យាបាលគេតែ Dende ក៏ប្រាប់ថាគេធ្វើនេះគឺដើម្បីព្យាបាលអ្នកតែប៉ុណ្ណោះ Krillin ក៏ធ្វើការបញ្យល់ Dende ឲ្យព្យាបាល Vegeta តែ Dende ក៏ប្រាប់ថាគេអាចព្យាបាលអ្នកដែលសម្លាប់ប្រជាជនរបស់គេបានទេព្រោះថា Vegeta មិនខុសគ្នាពី Frieza ប្រហែលទេពេលនឹងដែរ Nell ដែលនៅក្នុងខ្លួនរបស់ Piccolo ក៏បញ្យល់ Dende ថាមានតែជួយព្យាបាល Vegeta តែប៉ុណ្ណោះទើបពួកគេមានសង្ឃឹមអាចយកឈ្នះទៅលើ Frieza បានបើមិនអញ្ចឹងទេការខំប្រឹងរបស់ពួកគេនឹងក្លាយទៅជាអាសាបង់ Frieza ពេលនេះការប្រែកាយរបស់គេបានបញ្ចប់ហើយដោយគ្មានជម្រើស Dende ក៏ធ្វើការព្យាបាល Vegeta បន្ទាប់ពីព្យាបាលរួច Vegeta ក៏អរគុណ Dende ដោយទាត់គេមួយជើងហើយក៏និយាយថាសំណាងហើយដែលពេលនេះគេមានអារម្មណ៍ល្អនៅភពរបស់ King Kai វិញគឺថា King Kai ភ័យនឹងព្រួយបារម្ភខ្លាំងមែនទែនដោយសារតែពេលនេះ Frieza បានបង្ហាញនៅ Ultimate Transformation របស់គេហើយក៏ប្រាប់រឿងនេះទៅកាន់គ្នារបស់ Goku ដែលនៅទីនោះផងដែរត្រឡប់មកភព Namek វិញ Frieza ក៏ធ្វើការបាញ់សម្លាប់ Dende ដោយការបាញ់នោះគឺលឿនខ្លាំងមែនទែនគ្មាននរណាគេម្នាក់អាចជួយ Dende ទាន់ទេការស្លាប់របស់ Dende ធ្វើឲ្យ Krillin Gohan និង Piccolo ខឹងខ្លាំងមែនទែនហើយមូលហេតុដែល Frieza សម្លាប់ Dende មុនគេដោយសារតែ Dende មានធម៌ពលនៅក្នុងការព្យាបាល
Gohan Krillin និង Piccolo ក៏នាំគ្នាសម្រុកទៅវាយ Frieza តែឃើញថាពួកគេអាចធ្វើ Frieza បានទេចំណែកឯ Vegeta វិញកំពុងតែមើលការប្រយុទ្ធគ្នាមួយនេះពីខាងលើពួកគេទាំង3នាក់ក៏បាញ់ប្លាសរបស់ពួកគេទៅកាន់ Frieza តែស្រាប់តែពេលនោះក៏បាត់ Frieza ពីកន្លែងនោះស្របពេលនឹងដែរ Vegeta ក៏ស្រែកប្រាប់ពួកគេថា Frieza នៅពីក្រោយខ្នងពួកគេតែវាយឺតពេលបាត់ទៅហើយដោយ Frieza បានធ្វើការបាញ់តម្រង់ទៅកាន់ Gohan ហើយគ្មាននរណាគេម្នាក់មើលការបាញ់នោះទាន់ទេតែសំណាងអីពេលនោះ Vegeta ក៏ហោះមករុញ Gohan ចេញទាន់ធ្វើឲ្យភ្នំនៅខាងក្រោយរលាយបាត់ភ្លាមៗតែម្ដង Piccolo និង Krillin ពិតជាឆ្ងល់មែនទែនមិនក៏ Vegeta អាចមើលការបាញ់របស់ Frieza បានព្រោះថាល្បឿនរបស់ Frieza ពេលនេះគឺវាលឿនជាងអ្វីដែលភ្នែកពួកគេចាប់បានទៅទៀត Vegeta ក៏ចាប់ផ្ដើមមានអំនួតនិងអួតអំពីថាមពលរបស់គេហើយក៏ឲ្យពួកគេទាំង3នាក់រត់ទៅរកម្ដាយរបស់ពួកគេទៅព្រោះថាពេលនេះទុកឲ្យគេជាអ្នកដែលសម្លាប់ Frieza Vegeta ក៏និយាយអួតទៅកាន់ Frieza ថាពេលនេះគេគឺជា Super Saiyan បើយើងមើលមុខរបស់ Frieza វិញគ្រាន់តែលើពាក្យថា Super Saiyan ភ្លាមគេប្រែទឹកមុខយ៉ាងលឿន Vegeta ក៏ចាប់ផ្ដើមធ្វើការដំឡើងថាមពលរបស់គេការប្រយុទ្ធរវាង Vegeta និង Frieza ក៏ចាប់ផ្ដើមបន្ទាប់ពីប្រយុទ្ធបានមួយសន្ទុះឃើញតែ Vegeta នៅតែមិនអាចធ្វើឲ្យ Frieza បាន Frieza ក៏និយាយឌឺថាប្រហែលជាឯងមិនមែនជា Super Saiyan នេះទេព្រោះថា Super Saiyan គ្រាន់តែជារឿងនិទានដែលគេនិយាយតៗគ្នាតែប៉ុណ្ណោះបន្ទាប់ពីស្ដាប់ Frieza រួចហើយ Vegeta ក៏ចាប់ផ្ដើមសួរខ្លួនឯងថាតើគេពិតជាមិនមែន Super Saiyan ទេមែនដោយខឹងនឹងការមើលងាយរបស់ Frieza Vegeta ក៏បាញ់ប្លាសមួយយ៉ាងធំទៅកាន់គេតែ Frieza ក៏លោតចេញ Vegeta ក៏បន្តតាមដេញបាញ់បន្ថែមទៀតតែមើលទៅវាហាក់បីដូចជាអត់ប្រយោជន៍អញ្ចឹងព្រោះថាវាមិនត្រូវ Frieza សូម្បីមួយគ្រាប់ Frieza ក៏ហោះមកនៅទល់មុខ Gohan ឃើញបែបនេះ Piccolo ក៏ចាប់ Gohan និង Krillin ហោះចាស់ចេញពីទីនោះចំណែកឯ Vegeta វិញក៏បន្តនៅបាញ់ Frieza ផងដែរបាញ់ចុះបាញ់ឡើង Frieza ក៏មកនៅទល់មុខគេហើយក៏បោកកន្ទុយឌឺបន្ថែមទៀតហាក់បីដូចជាលេងសើចជាមួយគេអញ្ចឹងទោះបីជា Vegeta ព្យាយាមប្រើប្រាស់ប្លាសរបស់គេដែលខ្លាំងជាងមុនក៏នៅតែមិនអាចធ្វើឲ្យ Frieza បាន Vegeta ពេលនេះក៏ចាប់ផ្ដើមយំព្រោះថាថាមពលរបស់គេបានប្រើប្រាស់អស់ហើយអញ្ចឹងវាដល់ពេលហើយដែល Frieza នឹងសម្លាប់គេ Frieza ក៏និយាយថាដល់ពេលចាប់ផ្ដើមហើយរួចក៏ហោះទៅបុក Vegeta ធ្វើឲ្យគេធ្លាក់ចូលទៅក្នុងទឹក Goku ដែលកំពុងនៅព្យាបាលវិញក៏បានដឹងអំពីរឿងនេះដែរ Frieza ក៏ឌឺគេថាគេពិតជាខកចិត្តជាខ្លាំងជាមួយនឹង Super Saiyan សម្រាមដែលគេបានរៀបរាប់មុនហ្នឹងព្រោះថា Super Saiyan សម្រាមនេះហាក់បីដូចជាមិនអាចធ្វើឲ្យគេបានសោះ Frieza ក៏ធ្វើការវាយទៅលើ Vegeta ឲ្យត្រូវរបួសជាដំណំរួចក៏ធ្វើទារុណកម្មបន្ថែមទៀតមកមើល Goku វិញពេលនេះម៉ាស៊ីនព្យាបាលរបស់គេបានផ្ដល់សញ្ញាថាការព្យាបាលរបស់គេរួចរាល់ហើយរួច Goku ក៏ទម្លុះកញ្ចក់ចេញមកខាងក្រៅនិងធ្វើដំណើរទៅកន្លែងដែលពួកគេកំពុងប្រយុទ្ធគ្នាបើមក Vegeta វិញពេលនេះគេចិត្តដាច់ខ្យល់ស្លាប់មែនទែនហើយបើភ្នែករបស់គេវិញគឺមានទឹកភ្នែកជាច្រើនបានហូរចុះមក Frieza ក៏និយាយពីចុងក្រោយទៅកាន់ Vegeta ថាលេត្រីសួស្ដីព្រះអង្គម្ចាស់រួចក៏យាដៃទៅចាស់សម្លាប់គេស្រាប់តែពេលនោះ Goku ក៏មកដល់គ្រាន់តែឃើញ Goku ភ្លាម Gohan Krillin និង Piccolo ពិតជាសប្បាយចិត្តខ្លាំងមែនទែន Goku ក៏ឲ្យពួកគេសម្រាប់ចុះទុកឲ្យគេជាអ្នកប្រយុទ្ធម្ដង Goku ក៏ដើរចូលទៅកាន់ Frieza វិញក៏ទម្លាក់ Vegeta ចុះហើយក៏ចាប់អារម្មណ៍ថាគេហាក់បីដូចជាធ្លាប់ឃើញមុខរបស់ Goku កាលពីមុនបន្ទាប់ពីព្យាយាមមើលបានមួយសន្ទុះគេក៏ចាំទឹកមុខមួយនេះបានដែលទឹកមុខនេះគឺជាទឹកមុខរបស់អ្នកចម្បាំងសែនម្នាក់ដែលគេបានសម្លាប់កាលពីមុន Frieza ក៏ដឹងថា Goku គឺជាកូនរបស់អ្នកចម្បាំងម្នាក់នោះការប្រយុទ្ធគ្នារវាង Frieza និង Goku ក៏ចាប់ផ្ដើម Frieza ក៏ដំណងដៃចង្អុលរបស់គេដើម្បីប្រើប្រាស់ក្បាច់ដែលគេបាញ់ប្រហារទៅលើ Gohan និង Dende ទៅកាន់ Goku តែ Goku ក៏តេះវាចេញបានយ៉ាងងាយ Frieza ក៏បាញ់វាបន្ថែមទៀតជាច្រើនចំណែកឯ Goku ក៏បន្តតេះវាចេញផងដែរ Frieza ពិតជាភ្ញាក់ផ្អើលមែនទែននៅពេលដែលគេឃើញថា Goku អាចទប់ទល់ជាមួយនឹងប្លាសរបស់គេដោយដៃតែម្ខាងតែប៉ុណ្ណោះហើយក៏អាចតេះវាចេញដោយមិនឲ្យប៉ះពាល់គ្នារបស់គេដែលនៅពីក្រោយថែមទៀត Vegeta ដែលនៅក្បែរនោះក៏សើចហើយក៏ប្រាប់ Frieza ថាខាក្រត់មិនមែនជា Saiyan ធម្មតាទេគេគឺជា Super Saiyan Vegeta ក៏បន្តទៀតថានេះហាក់បីដូចជាសុបិនរបស់យើងខ្លាចជាការពិតអញ្ចឹងព្រោះថាយើងតែងតែចង់ឃើញឯងត្រូវបានសម្លាប់ដោយ Saiyan
ដោយទ្រាំនឹងការឌឺរបស់វិជីថាបាន Frieza ក៏បាញ់ទម្លុះបេះដូងរបស់គេចោលបាត់ទៅធ្វើឲ្យវិជីថាគួរឈាមជាច្រើនមុននឹងគេស្លាប់គេបានប្រាប់ Goku កុំឲ្យមានចិត្តទន់អីព្រោះថាការប្រយុទ្ធគ្នាមួយនេះប្រៀបដូចជាហ្គេមអញ្ចឹងគឺប្រយុទ្ធដើម្បីឈ្នះមូលហេតុដែលវិជីថាប្រាប់កុំឲ្យ Goku មានចិត្តទន់ចំពោះ Frieza ដោយសារតែការពីមុន Goku បានដោះលែងគេឲ្យមានជីវិតអញ្ចឹងហើយវិជីថាខ្លាច Goku ធ្វើបែបនេះដាក់ Frieza ដូចគ្នា Goku វិញក៏បដិសេធព្រោះថាគេមិនអាចផ្លាស់ប្ដូរខ្លួនឯងបានទេអ្វីដែលគេមាននេះហើយទើបគេគឺជា Goku ណាមួយនរណាគេម្នាក់ក៏មានឱកាសនៅក្នុងការកែខ្លួនផងដែរមុននឹងស្លាប់វិជីថាក៏រៀបរាប់អំពីអ្វីៗដែល Frieza បានធ្វើទៅកាន់ពួកសេននិងភពរបស់ពួកគេដូចជាការដែល Frieza បានយកគេចេញពីឪពុករបស់គេតាំងពីក្មេងការបំផ្ទុះភពនិងសម្លាប់សេនដទៃទៀតជាដើមពេលចុងក្រោយរបស់វិជីថាគឺផ្ដាំឲ្យ Goku ត្រូវតែបញ្ឈប់ Frieza ដើម្បីកុំឲ្យ Frieza ធ្វើបាបអ្នកដទៃផ្សេងទៀតនិយាយរួចវិជីថាក៏ដាច់ខ្យល់ស្លាប់បាត់ទៅបន្ទាប់ពីស្លាប់ហើយ Goku ក៏ដឹងអំពីទុក្ខលំបាករបស់វិជីថាដែលគេមិនដែលឃើញវិជីថាយំដូចនៅពេលនេះទេដែលនេះមានន័យថាវិជីថាបានលះភាពជឿចាប់របស់គេអស់ជាច្រើនឆ្នាំមកហើយខាំមកសង្កត់ចិត្តបង្ខំខ្លួនឯងឲ្យធ្វើការឲ្យ Frieza ដែលជាឃាតករសម្រាប់ឪពុករបស់គេក៏ដូចជាសេនដទៃទៀតផងដែរនៅពេលនេះមានតែ Goku តែប៉ុណ្ណោះដែលត្រូវសងសឹកឲ្យពូជសាសន៍សេនរបស់គេ Goku ក៏យកវិជីថាទៅកប់នៅក្បែរនោះហើយ Goku ក៏ respect វិជីថាផងដែរព្រោះថាតាមពិតទៅវិជីថាគេមិនមែនជាមនុស្សអាក្រក់អីទេតែដោយសារតែតាំងពីក្មេងមកគេរស់នៅជាមួយ Frieza អញ្ចឹងហើយ Frieza បានកែប្រែឲ្យគេក្លាយទៅជាមនុស្សដែលមានចិត្តខូខើGoku ក៏អរគុណទៅដល់វិជីថាដែលបានជួយ Gohan និងគ្នារបស់គេផ្សេងទៀតនៅពេលដែលគេមិននៅក៏ដូចជាពន្យាពេល Frieza រហូតដល់គេព្យាបាលរួច Goku ក៏បន្តទៀតថាគេនឹងបំពេញបំណងរបស់វិជីថាដែលតម្រូវឲ្យគេបញ្ឈប់ Frieza ឲ្យបានការប្រយុទ្ធគ្នារវាង Goku និង Frieza ក៏ចាប់ផ្ដើមហើយវ៉ានេះក៏ចាប់ត្រឹមកន្លែងនឹងផងដែរអញ្ចឹងយើងមានតែចាំតាមដាននៅវគ្គក្រោយតែប៉ុណ្ណោះថាតើ Goku អាចយកឈ្នះទៅលើ Frieza ដែលជាបុគ្គលដែលមានអំណាចគ្រប់គ្រងភពស្ទើរតែពេញចក្រវាឡមួយនេះបានដែរឬទេបាទអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like និង subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយ